ស្ដីបងប្អូនបាទនេះគឺជារបៀបចំហុយម្រេចជាមួយនឹងប្រអប់យើងបើសិនជាបងប្អូនចង់ធ្វើឆ្ងាញ់ខុសពីធម្មតាបងប្អូនដាក់ម្រេចខាងក្រោមទៅហើយរៀបប្រអប់ហើយបងប្អូនត្រូវមានការខ្លាញ់ទៅជាមួយដែរបងប្អូនបាទនេះខ្ញុំលេខកាក់ខ្លាញ់ហើយនឹងចាំមើលប្រអប់យើងយកចេញមកពីកន្លោពេលដែលយើង Baby you give me ice and fire តែចំពោះខ្ញុំអត់ទេកុំឲ្យ You giving me wind and rain You're some kind of butterfly Baby you give me midnight You whip up my appetite Don't leave me here high and dry Oh Well I don't wanna jinx it baby And twist myself at the spine Don't wanna overthink it, baby. Just tweet your mind. Baby, you give me ice and fire. You giving me wind and rain. You're some kind of butterfly. Baby, you give me midnight. You whip up my appetite. Don't leave me here high and dry. Oh, but I don't wanna jinx it, baby. Just not get ahead of my time. Oh, but I don't wanna miss you, baby. So I stand up and speak just my mind. Oh. តាមដល់ស្ដប់ខាងលើបងប្អូនបងប្អូនBaby you give me ice and fire ខ្ញុំគ្រាន់តែដាក់ចេញ You chilling wind and rain You're some kind of butterfly Baby you give me midnight You whip up my appetite Don't leave me high and dry Baby you give me ice and fire You're channeling wind and rain You're some kind of butterfly Baby you give me midnight You whip up my appetite Don't leave me here high and dry Oh
ឯបើសិនជាបងប្អូនចេះហូបបាយជាមួយនឹងប្រអហ្នឹងរសជាតិឆ្ងាញ់តែបងប្អូនបើសិនជាហូបលេឡំចូលនេះអត់ឆ្ងាញ់ទេបងប្អូនអត់ឆ្ងាញ់ទេអញ្ចឹងខ្ញុំហូបគឺរបៀបហ្នឹងគឺខ្ញុំចុចប្រអហ្នឹងណាខ្ញុំចុចប្រអហ្នឹងគឺជាមួយស្លឹកលូហ្នឹងមិនលូយើងចាស់ហូបទេចាំម្ដងទៀតបងប្អូនខ្ញុំត្រូវបញ្ជាក់បងប្អូនចំណុចណាមួយអញ្ចឹងបងប្អូនច្រឡំស្លឹកលូហ្នឹងណាយើងចុចហូបមកហើយដាក់បាយទៅអាហ្នឹងមួយម៉ាត់ដំបូងបងប្អូនមួយម៉ាត់ដំបូងគឺយើងធ្វើបែបហ្នឹងហើយក្រោយមកទៀតបានបងប្អូនទៅធ្វើមិនក៏ធ្វើទៅអត់អីទេដោយសារវាមានលោកឡំមាត់យើងគឺចូលរសជាតិហើយតែមាត់យើងចូលរសជាតិបងប្អូនត្រូវតែធ្វើបែបហ្នឹងអញ្ចឹងណាបងប្អូនធ្វើបែបហ្នឹងគឺឆ្ងាញ់តែម្ដងបាទខ្ញុំមិននិយាយថាមាត់ខ្ញុំហើយនឹងដូចគេគ្រប់គ្នាដែលខ្ញុំសាកធ្វើឲ្យគេព្រួយដែរអញ្ចឹងអ្នកខ្លះគាត់ហូបអកប៉ុន្តែគាត់ចេះតែហូបដើម្បីយកស្អាតអាហ្នឹងគេចំនួនបាយហើយចាស់ម៉ែខ្ញុំអីដូចជាចាស់បងប្អូនខ្ញុំចំនួនមុនហ្នឹងគឺគាត់បែបហ្នឹងបាទគាត់ឲ្យម៉ាន់មកគ្រារួចពេលហ្នឹងហើយទៅលើហ្នឹងគាត់ចាប់ផ្ដើមបញ្យល់ខ្ញុំថាអូរបៀបហូបឲ្យឆ្ងាញ់យ៉ាងម៉េចអូរបៀបហូបអកឲ្យឆ្ងាញ់យ៉ាងម៉េចគាត់ទៅបញ្យល់បងប្អូនបាទគាត់ទៅបញ្យល់ហើយបើសិនជាចាស់ពីដើមគាត់មិនសូវបញ្យល់ហើយបើឥឡូវហ្នឹងក៏អត់បញ្យល់ទៀតគឺវាបាត់អស់ហើយបាត់អស់អាដឹងនៃរបៀបហូបមិនហូបអកមិនអ្នកខ្លះគាត់ថាអូអញស៊ីចេះស៊ីអត់ឆ្ងាញ់អញហូបចេះស្អែតហ្នឹងខ្លះចាខ្លះឬក៏មនុស្សយើងឥឡូវខ្លះគឺគិតថាអត់ដឹងអាហ្នឹងគេហូបមិននិយាយហើយទៅយើងមិនអាចថាទេតែមានប្រជាជនមួយចំនួនយ៉ាងច្រើនដែលនៅប្រទេសកម្ពុជាដែលគាត់ចេះហូបចេះហូបអកតែមានប្រជាជនខ្លះយ៉ាងតិចទេដែលគាត់របៀបហូបគាត់អត់ដឹងថាហូបគេហូបជាមួយនឹងអីហើយគេហូបមុនបាយបានគេដាក់បាយទៅក្រោយឬក៏គេដាក់បាយមុនទៅហូបណ៎ឃើញទេចំណុចហ្នឹងណាចឹងបានយាយខ្ញុំផងម៉ែខ្ញុំផងហើយចំបងប្អូនក្រុមគ្រួសារខ្ញុំទាំងអស់តែងតែបញ្យល់ថាគេហូបមុនដំបូងគេហូបបាយហូបយើងតែងតែមានរសជាតិឆ្ងាញ់មិនក្រោយតែរបស់អាប់គេហៅខាបងប្អូនហូបខាឬក៏មិនខាក៏ដោយគឺដាច់ខាតទៅហូបបាយ2ស្លាបព្រាហើយបានហូបអានេះមិនហូបទេបើប្រអកគឺយើងហូបលក់ចុចជាមួយនឹងប្រអកហើយយកមកដាក់ក្នុងមាត់វាលេបម្ដងហើយចាំយើងហូបបាយជាមួយនឹងប្រអកជាការធម្មតាទូទៅហ្នឹងរសជាតិដើមចូលមុនសិនបានយើងដឹងថាមាត់យើងទឹកមាត់យើងចាប់ដើមដោបព្រោះfocus ទៅលើអារបស់នោះមួយជាតិលើរបស់មួយចាំមកពាក្យលើគេថាជាតិម៉ែជាតិម៉ែជាតិហ្នឹងគឺសម្រាប់បញ្ជាក់ថាគឺអារបស់ហ្នឹងគឺផ្ដោតទៅលើអាហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកខ្លះគាត់ហូបចេះហូបទៅបាទខ្ញុំអត់នេះដោយសារគាត់ចេះហូបហើយអញ្ចឹងជនច្រើនដែលគាត់ចេះហូបតែវិជាជនដែលនៅក្នុងពេញខ្លះគាត់ចេះហូបទេគាត់ដឹងថាហូបមិនទេបាទខ្ញុំបាទដល់សូមជម្រាបលាបាយ